ព័ត៌មានថ្មីបាទអញ្ចឹងយើងធ្លាប់បានស្គាល់តារាភាពយន្តដែលលោកពបាទបានទទួលមរណភាពយូរហើយបាទបន្សល់ទុកកូនស្រីដ៏ស្រស់ស្អាតជាមួយនឹងប្រពន្ធបាទអញ្ចឹងមិនធម្មតាតូចប៉ុណ្ណឹងសោះបាទអញ្ចឹងគាត់ពិតជាមានភាពឆ្លាតវៃបាទអញ្ចឹងសូមរីករាយទស្សនានៃព័ត៌មានមួយនេះបាទមិនធម្មតាតូចប៉ុណ្ណឹងសោះតែកូនស្រីរបស់ពខ្លាំងខាងមុខវិជ្ជាមួយនេះណាស់បាទថ្មីបិទអស់ពីស្វាមីជាទីស្រឡាញ់លោកពហៃសារ៉េបាទក៏ដោយក៏នាងវណ្ដានឹងរក្សាកូនស្រីជាទីស្រឡាញ់តែមួយគត់ម៉ាលីបានល្អណាស់បាទអញ្ចឹងគាត់ពិតជាថែរក្សាកូនបាទថ្ងៃក្នុងបទសម្ភាសន៍កាលពីថ្ងៃទី4ខែមិថុនាកន្លងនេះទៅព្រះរាជាលោកអតីតតារាសម្ដែងលោកពបាននិយាយថាកូនស្រីរបស់នាងនឹងបញ្ចប់ថ្នាក់សិក្សាកម្រិតដំបូងហើយបាននិយាយពីបរិយាកាសនៅសាលាពិតជារីករាយណាស់បាទអញ្ចឹងកូនលោកពមានឈ្មោះថាកូនលោកពមានឈ្មោះថាម៉ាលីបាទរៀនពីមុខវិជ្ជាជុំវិញរៀងខ្លួនរាល់ថ្ងៃទាំងភាសាព្រមទាំងគំនិតច្នៃប្រឌិតផ្សេងៗដើម្បីជាទុនទុកទៅថ្ងៃអនាគតខាងមុខបាទអញ្ចឹងពិតជាគួរឲ្យស្រឡាញ់មែនបាទកូនលោកពស្រីម្នាក់បាទជាមួយនោះដែរអ្វីដែលអ្នកនាងចង់ឲ្យកូនរៀនបដោតខ្លាំងជាងគេគឺភាសាព្រោះថាវាជារឿងល្អសម្រាប់ក្មេងដែលចាប់ផ្ដើមរៀនភាសាចាប់ពីក្មេងនេះទៅហើយអ្វីដែលគួរឲ្យសរសើរគឺម៉ាលីក៏មានវ័យឆ្លាតខាងភាសាដែរបាទនេះគឺជាកូនរបស់លោកពបាទក្មេងស្រីម៉ែគឺឆ្លាតនិងក្លាហានម្នាក់នេះចុងក្រោយនាងត្រូវបានម្ចាស់ពាណិជ្ជកម្មជាច្រើនហៅថតស្ពរហូរហែតាមរយៈវីដេអូពាណិជ្ជកម្មទាំងនោះនាងដែលតែងបង្ហាញសមត្ថភាពពោពេញដោយភាពប៉ិនប្រសប់និងគួរឲ្យស្រឡាញ់មិនខុសពីឪពុករបស់នាងឡើយបាទនេះគឺជាអត្ថបទស្ដីអំពីកូននិងភរិយាលោកពដែលមានភាពវៃឆ្លាតចំពោះនឹងការសិក្សាបាទអញ្ចឹងអរគុណសម្រាប់ការតាមដានជួយ Subscribe ដើម្បីទទួលព័ត៌មានក្រៅប្រទេសបាទសូមអរគុណ